បងប្អូនណាខ្ញុំជឿថាបងប្អូនរាល់ដងធ្លាប់តែញ៉ាំពុធាអត់គ្រាប់នឹងបែបស្រួលហ្មងបងប្អូននេះមកដល់ឃើញបែបប្រហោងចឹងស្រាប់មានទឹកស្ករហើយចង់ក្លុកក៏បានអីក៏បានស្រាប់ហ្មងដឹងតែឆ្ងាញ់តែថ្ងៃនេះខ្ញុំសូមមកបង្ហាញពីវិធីឆ្កៀលគ្រាប់ពុធាហ្នឹងឲ្យបងប្អូនទាំងអស់គ្នាបានមើលហើយតម្រាំតែបានមកកញ្ឆែងសម្រាប់យើងឆ្កៀលគ្រាប់យកមកជូនបងប្អូនទាំងអស់គ្នាបានពិសាហ្នឹងណានិយាយទៅគឺថាយើងឆ្លងកាត់ដំណាក់កាលច្រើនខ្លាំងមែនទែនបងប្អូនអើយដំណាក់កាលទី1ទី2ទី3លាងសម្អាតអីត្រាំអីឡើងមកស្អាតហើយតម្រាំតែយើងបានដាក់លើតុបែបនេះហើយយើងយកមកឆ្កៀលគ្រាប់បែបនេះបងប្អូននិយាយទៅនៅពីបៃតងទៀតតម្រាំតែយើងបានញ៉ាំហើយថ្ងៃហ្នឹងខ្ញុំសុំមកនេះបង្ហាញពីវិធីក៏ដូចជាធ្វើបង្ហាញពីរបៀបដែលខ្ញុំធ្វើពធាអត់គ្រាប់ឲ្យបងប្អូនទាំងអស់គ្នាបានពិសាបានឆ្ងាញ់មាត់អីអញ្ចឹងណាបងប្អូនណាឥឡូវកុំឲ្យខាតពេលបងប្អូនណានិយាយទៅពធានេះក៏មិនមែនជាការងាយស្រួលអីដែរតម្រាំយើងបានធ្វើបានមួយបងប្អូនគឺយើងត្រូវការផ្ចិតផ្ចង់ថ្នមដៃខ្លាំងមែនតើហ្មងបងប្អូននេះនិយាយទៅតម្រាំតែបានអញចេះមួយគឺឆ្លងកាត់ដំណាក់កាលច្រើននិយាយទៅវាពិបាកដែរតែគាត់ថាមិនអីទេដោយសារតែបងប្អូនទាំងអស់គ្នាក៏គាត់ចង់ញ៉ាំចង់អីនេះបងប្អូននិយាយទៅពុធាអានេះខូចអញ្ចឹងនៅពេលដំណាក់កាលដែលយើងកំពុងតែឆ្កឹះអញ្ចឹងណាគឺណាខូចគឺយើងយកចេញហើយសម្រាប់ពុធាមកកញ្ឆែងនេះមិនមែនប្រកាសថាវាបានល្អ 100%ទេបងប្អូនអើយនិយាយទៅខូចក៏ច្រើនអាស្អាតនឹងយើងរើសយកទុកអញ្ចឹងទៅណាអាណាដែលខូចគឺយើងជំរុះចោលហើយតម្រាំតែបានមកកំប៉ុងសម្រាប់បងប្អូនអស់គ្នាបានញ៉ាំហ្នឹងក៏មិនមែនជារឿងងាយស្រួលដែរបងប្អូនអើយនេះហើយនេះយើងមានឧបករណ៍សម្រាប់ឆ្កឹះនិយាយទៅស្រួលខ្លាំងមែនតើហ្មងអានេះខ្ញុំច្នៃដោយខ្លួនឯងទេបងប្អូនអើយប្រហាប់ឆ្កឹះនេះអូយគឺថានេះលយស្អាតហ៎បងប្អូនធ្លាប់តែញ៉ាំស្រួលតថ្ងៃនេះអ្នកលក់សុំមកឆ្កៀលឲ្យបងប្អូនមើលទាំងអស់គ្នាអានេះដូចនិយាយតដែលអញ្ចឹងតម្រាំតែបានដាក់លើតុនេះហើយខ្ញុំបានឆ្កៀលគ្រាប់ដើម្បីទៅប្រឡាក់ជាមួយនឹងទឹកស្ករឲ្យបងប្អូនទាំងអស់គ្នាញ៉ាំគឺឆ្លងកាត់ 4-5 ដំណាក់កាលឲ្យអស់លាងសម្អាតឲ្យអស់បងប្អូនហើយត្រាំក៏ហើយលាងសម្អាតក៏ស្អាតហើយដែរយកមកឆ្កៀលគ្រាប់បន្ទាប់មកទៀតបងប្អូនគឺយើងត្រូវត្រាំជាមួយនឹងទឹកស្ករធម្មជាតិបងប្អូននិយាយទៅទឹកស្កររបស់យើងគឺអត់មានប្រើជាមួយនឹងសារធាតុរក្សាទុកឬក៏អីមួយណាគឺយើងប្រើស្ករសធម្មជាតិពិតហ្មងបងប្អូនស្ករសយើងហើយជាពិសេសគឺយើងបានជួយគ្រប់គ្រងដល់ផលិតផលរបស់ខ្មែរទៀតគឺខ្ញុំប្រើស្ករសភ្នំពេញបងប្អូនដែលធ្លាប់ប្រើស្ករសច្រើនអីបងប្អូនប្រកបជាស្គាល់ហើយជាមួយនឹងស្ករសភ្នំពេញពីមុនយើងប្រើជាមួយស្កររបស់គេអញ្ចឹងណាតែឥឡូវអត់ទេគឺមានការងាកមកគ្រប់គ្រងជាមួយនឹងផលិតផលរបស់ខ្មែរហ្មងអីនិយាយបដានេះឆ្កៀលបានច្រើនដែរតាបងប្អូនតនេអីមកជួយឆ្កៀលខ្ញុំលេងអីហើយជាពិសេសមួយទៀតបងប្អូនទាំងអស់គ្នាឃើញថាអាពុធាហ្នឹងណាមករយៈហ្នឹងគឺថាដាច់ស្តុករហូតហ្មងអ្នកលក់ធ្វើអត់តបងប្អូនអើយដោយសារតែយើងគឺធ្វើដោយដៃអញ្ចឹងឲ្យបងប្អូនច្រើនដំណាក់កាលតែមកបានញ៉ាំហ៎ហើយឆ្កៀលដោយដៃអញ្ចឹងហ្មងអួយនេះខូចហើចេញសិនពេលយើងឆ្កៀលហ្នឹងយើងមិនមែនចេះតែឆ្កៀលណាបងប្អូនឆ្កៀលឲ្យមើលខាងក្នុងទៀតព្រោះយើងខ្លាចខូចខ្លាចអីអញ្ចឹងទៅគឺយើងរើសចេញហ្មងកុំឲ្យបងប្អូនទាំងអស់គ្នាញ៉ាំទៅមានវ័នញ៉ាំទៅមានវ័ននៅក្នុងហ្នឹងណាបងប្អូននេះឃើញទេបងប្អូននេះអួយតំណងឯនេះឆ្កៀលថ្ងៃណាតនេមកជួយឆ្កៀលអ្នកលក់មកបងប្អូនមកព្រឹកក៏មានមកថ្ងៃក៏មានមកយប់ក៏មានដែរព្រោះឥឡូវនេះគឺអ្នកលក់កំពុងតែខំប្រឹងខ្លាំងមែនតើហ្មងដើម្បីបំពេញតម្រូវការបងប្អូនទាំងអស់គ្នាឲ្យញ៉ាំឲ្យបានទាន់ពេលវេលាអីអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចង់បានជាមួយនឹងពុធាឆ្កៀលគ្រាប់ដែលញ៉ាំទៅមិនធ្វើឲ្យប៉ះពាល់សុខភាពក៏ដូចជាមិនខ្លាចទៅមានបញ្ហាទៅថ្ងៃក្រោយដូចជាមានសារធាតុរក្សាទុកអីអញ្ចឹងយកមកពីគេអញ្ចឹងអត់ទេអានេះខ្ញុំធ្វើខ្លួនឯងហ្មងបងប្អូននេះតំណងខ្លាំងនេះបងប្អូនអើយនិយាយទៅចង់ញ៉ាំរបស់ឆ្ងាញ់របស់ធម្មជាតិរបស់ល្អដែលមិនប៉ះពាល់សុខភាពបងប្អូនអាចមករកបាននៅពិភពមជូរស្រស់របស់យើងរកស្មានណាក៏មានដែររកព្រឹកក៏មានថ្ងៃក៏មានយប់ក៏មានដែរអញ្ចឹងបងប្អូនទាំងអស់គ្នាបើចង់សាកជាមួយនឹងពុធាអត់គ្រាប់ខាងពិភពមជូរស្រស់របស់យើងណាអាចមករកសាកបានរសជាតិល្មមឆ្ងាញ់ហ្មងមិនប្រៃមិនផ្អែមដោយសារពុធានេះជាប្រភេទពុធាផ្អែមស្រាប់អញ្ចឹងយើងធ្វើរសជាតិឡមឲ្យបងប្អូនទាំងអស់គ្នាអត់ចូលចិត្តផ្អែមពេកក៏អាចញ៉ាំបានដែរ